អ្នកប្រាជ្ញคงជឿបាននិយាយថាមនុស្សមានប្រាជ្ញាគេនឹងមានមោទនភាពតែមិនអួតអាងចូលក្នុងសង្គមចោះប៉ុន្តែមិនបែងចែកបកពួកដូច្នេះក្នុងសម័យរបស់คงជឿគាត់បានមើលឃើញរួចទៅហើយថាមនុស្សម្នាក់គួរតែមានទំនុកចិត្តលើអនាគតនិងចំណេះដឹងរបស់ខ្លួនឯងទើបអាចបន្តឆ្ពោះទៅមុខជាការពិតណាស់យើងត្រូវមានការយល់ដឹងច្បាស់អំពីខ្លួនឯងយើងនឹងមានទំនុកចិត្តយ៉ាងខ្លាំងប៉ុន្តែមិនត្រូវមានអំនួតនោះទេคงជឿធ្លាប់បានសិក្សាជាមួយឡាវជឿហើយបាននិយាយថាពស់ឃើញក្បាលតែមិនឃើញកន្ទុយនេះបង្ហាញថាคงជឿតែងតែមានចិត្តចង់រៀនសូត្រទោះបីជានៅក្នុងតូចក៏មានមនុស្សឆ្លាតដូចគាត់ដែរប៉ុន្តែគ្រាន់តែមិនសូវឆ្លាតដូចគាត់ប៉ុណ្ណោះហើយគាត់តែងតែជឿថាមានតែការរៀនសូត្រគ្រប់ពេលទេទើបគាត់អាចឈានដល់កម្រិតខ្ពស់ជាងនេះចំណែកឯមនុស្សមានអំណួតជោគវាសនារបស់គេនឹងមិនល្អនោះទេហេតុអ្វីព្រោះមនុស្សមានអំណួតដើមទុនរបស់គេគឺភាពក្រអឺតក្រទមប៉ុន្តែមនុស្សមានប្រាជ្ញាមិនមានភាពក្រអឺតក្រទមឡើយអ្នកប្រាជ្ញមានប្រាជ្ញាធំដូចសមុទ្រជឿជាក់មានមោទនភាពលើខ្លួនឯងក៏ពិតមែនតែមិនក្រអឺតក្រទមឡើយមនុស្សមានអំណួតមានឱកាសតិចក្នុងការរៀនការអភិវឌ្ឍខ្លួននិងការកែលម្អខ្លួនហេតុនេះហើយបានជាមនុស្សបុរាណបាននិយាយថាភាពវៃឆ្លាតអាចនាំឲ្យមានកំហុសតាមពិតទៅមនុស្សយើងវង្វេងដោយសារភាពឆ្លាតការពិតគេមិនឆ្លាតទេគ្រាន់តែឆ្លាតបន្តិចប៉ុណ្ណោះមនុស្សដែលមានប្រាជ្ញាពិតប្រាកដតែងតែរៀនពីពិភពលោកពីអ្នកដទៃមិនថាវាជាបទពិសោធន៍ឬសៀវភៅពួកគេនឹងមិនបដិសេធមិនរៀនដោយសារតែភាពរឹងរូសជឿចេះមានអ្នកថាខ្លួនឯងចេះអស់ហើយនោះទេរឿងមួយដែលហាមប្រាមយើងមិនឲ្យអភិវឌ្ឍខាងវិញ្ញាណគឺអំនួតមនុស្សដែលមានអំនួតងាយនឹងមានចិត្តចង្អៀតហើយមិនអាចទទួលយកអ្វីដែលខុសពីគេបានឡើយវាជាការលំបាកសម្រាប់ពួកគេក្នុងការទម្លុះដែនកំណត់របស់ពួកគេហើយងាយស្រួលបង្កជាឧបសគ្គដ៏ធំដែលព្រះពុទ្ធសាសនាហៅថាចំណងនៃអំនួតតាមទស្សនៈរបស់ព្រះពុទ្ធសាសនាការក្រអឺតក្រទមគឺជាថ្នាំពុលមួយក្នុងចំណោមថ្នាំពុលទាំង5ដោយសារតែភាពក្រអឺតក្រទមមនុស្សនឹងគិតតែពីខ្លួនឯងខ្ពស់ជាងអ្នកដទៃហើយមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យណាស់ហើយអ្នកដទៃគឺមិនស្មើនឹងខ្លួនប្រសិនបើគេគិតថាមាននរណាម្នាក់ល្អជាងគេនឹងមានអារម្មណ៍អវិជ្ជមានកើតឡើងភ្លាមដូចជាការមិនពេញចិត្តការមិនចង់ឮនិងការបដិសេធរឿងទាំងអស់នោះនៅក្នុងចិត្តរបស់គេតាមគំនិតនេះគំនិតរើសអើងជាច្រើនបានកើតឡើងដែលបណ្ដាលឲ្យមានឧបសគ្គជាច្រើនដល់ការអភិវឌ្ឍខាងវិញ្ញាណចិត្តគំនិតនេះអាក្រក់ណាស់ដោយសារវាធ្វើឲ្យយើងមិនចេះត្រិះរិះពិចារណានិងមិនអាចកែប្រែចិត្តជាងនេះទៅទៀតធ្វើឲ្យយើងខ្វះការគោរពដល់ខ្លួនឯងពិតប្រាកដហើយតែងតែរឹងរូសដោយឆន្ទៈតខ្លួនបុគ្គលដែលមានប្រាជ្ញាពិតប្រាកដអាចសម្គាល់អ្វីបានដោយសារសច្ចៈដែលជាវិញ្ញាណតំណាងដោយព្រះពុទ្ធដូច្នេះអ្នកសុខចិត្តលះបង់ចោលអាត្មារបស់អ្នកហើយទម្លុះភាពក្រអឺតក្រទមរបស់អ្នកជាការពិតណាស់មនុស្សក្រអឺតក្រទមអាចមានសេចក្តីប្រាថ្នាល្អប៉ុន្តែសេចក្តីប្រាថ្នារបស់ពួកគេតែងតែបង្ហាញប្រាប់អ្នកដទៃនិងក្លាយជាប្រភពនៃការពេញចិត្តពេលខ្លះពួកគេមិនព្រមស្ដាប់ដំបូន្មានល្អៗទោះបីជាពួកគេស្ថិតនៅមិនឆ្ងាយពីជ្រោះគឺត្រឹមតែមួយជំហានក៏ដោយក៏ពួកគេនៅមិនព្រមស្ដាប់យោបល់នរណាម្នាក់ឡើយមនុស្សមួយចំនួនមានកំហុសធំហើយជោគវាសនាទាំងមូលរបស់ពួកគេកំពុងតែធ្លាក់ចុះក៏ដោយក៏ពួកគេមិនស្ដាប់យោបល់អ្នកដទៃសូម្បីតែរឿងតូចតាចដូច្នេះភាពក្រអឺតក្រទមគឺអាក្រក់បំផុតសេចក្តីមោទនភាពដែលមើលមួយផ្លេតដូចជាអំនួនឬភាពក្រអឺតក្រទមមិនមែនជាឧបសគ្គទេប៉ុន្តែជាការបង្ហាញភាពជឿជាក់លើខ្លួនឯងប្រៀបដូចជាព្រះពុទ្ធដែលជាអ្នកត្រាស់ដឹងក្នុងលោកដែលគ្មានគ្រូអាចារ្យណាប្រដៅលោកការត្រាស់ដឹងត្រូវប្រឹងផ្អែកលើខ្លួនឯងព្រះពុទ្ធទ្រង់គ្រាន់តែបង្ហាញផ្លូវហើយអ្នកដែលអាចត្រាស់ដឹងបានត្រូវដើរទៅរកផ្លូវនោះដោយខ្លួនឯងបើអ្នកណាមិនមានប្រាជ្ញាទេគេនឹងគិតថាខ្លួនឯងអស្ចារ្យហើយអ្នកដទៃគឺមិនល្អដូចខ្លួនឡើយនេះជាប្រភេទនៃថ្នាំពុលនៃភាពក្រអឺតក្រទមរបស់មនុស្សសាមញ្ញ
មនុស្សឆ្លាតអាចមើលទៅហាក់ដូចជាមានធម៌ពលប៉ុន្តែតាមពិតគេបានជាប់អន្ទាក់របស់ខ្លួនគេហើយទីបំផុតនឹងបរាជ័យដោយខ្លួនឯងវាជាការពិតដែលអ្វីៗទាំងអស់មានច្បាប់ធម្មជាតិរបស់វាបើអ្នកប្រឆាំងនឹងវានឹងធ្វើឲ្យយើងឈឺចាប់កុំអំនួតពីសមិទ្ធផលតូចតាចរបស់អ្នកភាពក្រអត់ក្រទមនឹងនាំអ្នកទៅរកភាពបរាជ័យនៅពេលដែលមនុស្សម្នាក់មានភាពក្រអត់ក្រទមខ្លាំងពេកគាត់តែងតែមើលងាយអ្នកដទៃហើយមានអារម្មណ៍ថាគាត់ស្ថិតនៅចំណុចកំពូលគ្មាននរណាអាចជាគូប្រកួតប្រជែងរបស់គាត់នៅក្នុងโลกនេះទេមានមនុស្សតិចណាស់ដែលដឹងថាមនុស្សដែលក្រអត់ក្រទមនឹងអួតអាងច្រើនតែបរាជ័យពួកគេបានបំផ្លាញខ្លួនឯងដោយភាពក្រអត់ក្រទមនេះឯងហើយទំនាក់ទំនងរវាងគេនិងអ្នកដទៃគឺកាន់តែអាក្រក់ទៅមនុស្សបែបនេះច្រើនតែគិតថាខ្លួនឯងល្អគ្រប់ដប់គ្មានកន្លែងណាដែលត្រូវកែតម្រូវទេហើយបន្តិចម្ដងគេកំពុងខិតទៅគៀកនឹងមាត់ជ្រោះដល់ជ្រៅដោយពាក្យមួយបានពោលថាថ្ងៃរះគង់លិចព្រះច័ន្ទរសាត់អណ្ដែតតាមពពកប្រសិនបើមនុស្សម្នាក់អាចលាក់បាំងនៅសមិទ្ធផលផ្ទាល់ខ្លួនរបស់គេរៀបចំផែនការទុកជាមុនហើយចេះដាក់ខ្លួនបន្ទាប់ពីទទួលបានជោគជ័យនៅជីវិតរបស់គេនឹងកាន់តែរីកចម្រើនការបន្ទាបខ្លួនគឺជាគុណធម៌មួយហើយក៏ជាវិធីនៃការអភិវឌ្ឍខ្លួនដូចគ្នាបុគ្គលដែលចេះដាក់ខ្លួននិងស្មោះត្រង់មិនត្រឹមតែទទួលបានភាពជោគជ័យក្នុងអាជីពប៉ុណ្ណោះទេថែមទាំងទទួលបានការកោតសរសើរនិងគោរពពីអ្នកដទៃផងដែរមនុស្សក្រអត់ក្រទមនិងអួតអាងច្រើនតែបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនឯងហើយមនុស្សជុំវិញខ្លួននឹងរត់គេចពីគេហើយមិនចង់និយាយជាមួយគេអាជីពនឹងការងារកាន់តែស្មុគស្មាញរញ៉េរញ៉ៃហើយជារឿយគេនឹងធ្លាក់ចូលក្នុងអន្ទាក់នរណាម្នាក់ហើយគេនឹងក្លាយជាមនុស្សធម្មតាវិញបើមនុស្សចង់សម្រេចបានអ្វីមួយត្រូវតែកែប្រែចិត្តគំនិតមិនត្រូវក្រអត់ក្រទមនឹងទេពកោសល្យសមិទ្ធផលហើយមិនត្រូវពេញចិត្តនឹងអ្វីដែលខ្លួនមានពេកទេព្រោះវាអាចបណ្ដាលឲ្យយើងមើលមិនឃើញចំណុចខ្វះខាតរបស់ខ្លួនឯងបើយើងធ្វើរឿងទាំងអស់នេះបានយើងនឹងក្លាយជាមនុស្សអស្ចារ្យនាពេលអនាគតដោយសារកិរិយាមារយាទទាំងអស់នេះមេឃស្រទុំអាចនឹងមានភ្លៀងនៅពេលដែលអ្នកមានអំនួតអ្នកនឹងក្លាយជាមនុស្សឆ្កួតវានឹងនាំឲ្យអ្នកនៅគ្រោះថ្នាក់មិនថាយើងនៅខ្ពស់ប៉ុណ្ណាទេឬទទួលបានសមិទ្ធផលអ្វីក៏ដោយយើងមិនគួរក្រអត់ក្រទមឡើយព្រោះនៅក្នុងសកលលោកដ៏ធំទូលាយនេះមានមនុស្សអស្ចារ្យជាច្រើនយើងគួររៀនសូត្រពីចំណុចខ្លាំងរបស់អ្នកដទៃហើយការពារចំណុចខ្សោយឬពង្រឹងចំណុចខ្សោយរបស់យើងអ្នកដែលមានអំនួតពេកគេមិនចាញ់សត្រូវទេប៉ុន្តែគឺចាញ់ខ្លួនឯងនៅពេលដែលគេមានអំនួតពួកគេនឹងឈប់ឆ្ពោះទៅមុខហើយពេញចិត្តនឹងសមិទ្ធផលនាពេលបច្ចុប្បន្នមនុស្សបែបនេះបានត្រឹមតែត្រីអប៉ុណ្ណោះបើអ្នកចង់បំបត្តិភាពអវិជ្ជាអ្នកត្រូវបំបត្តិភាពអំនួតនិងភាពត្រីត្រអាលហើយរក្សាការដាក់ខ្លួនទើបអ្នកអាចមើលឃើញនៅចំណុចខ្វះខាតរបស់ខ្លួនឯងហើយអាចអភិវឌ្ឍខ្លួនឡើងដល់ចំណុចកំពូលនៃជីវិតនិងក្លាយជាមនុស្សដែលប្រសើរជាងមុនការមិនមានអំនួតជួយឲ្យយើងមានអារម្មណ៍ដឹងពីបញ្ហាដែលអាចនឹងកើតឡើងដឹងពីរបៀបរៀបចំផែនការទុកជាមុននិងមានការប្រុងប្រយ័ត្នទាន់ពេលនៅក្នុងយុគសម័យដ៏ជឿនលឿនផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនេះអ្វីៗក្នុងโลกកំពុងតែវិវត្តន៍ហើយជោគជ័យឬបរាជ័យគ្រាន់តែជាការគិតរបស់មនុស្សប៉ុណ្ណោះជោគជ័យបច្ចុប្បន្នមិនតំណាងឲ្យភាពជោគជ័យនាពេលអនាគតទេមានតែការរៀបចំផែនការទុកជាមុនប៉ុណ្ណោះទើបអ្នកអាចគេចផុតពីសេចក្តីវិនាសអ្នកដែលឆ្លាតពិតប្រាកដនឹងមិនធ្លាក់ចូលក្នុងភាពក្រអត់ក្រទមទោះបីទទួលបានជោគជ័យក៏ដោយប៉ុន្តែពួកគេមើលឃើញបានវែងឆ្ងាយនិងអាចមើលឃើញបញ្ហានាពេលអនាគតដើម្បីកំណត់ទិសដៅឲ្យប្រសើរជាងមុននិងរក្សាភាពស្ងប់ស្ងាត់មិនថាពួកគេជួបប្រទះបញ្ហាលំបាកយ៉ាងណាក៏ដោយត្រូវចេះគិតពិចារណាដោយខ្លួនឯងហើយបន្តកែលម្អចំណុចខ្វះខាតមនុស្សដែលមិនចេះគិតពិចារណាលើខ្លួនឯងក្រោយពីធ្វើខុសតែងតែរអ៊ូរទាំហើយគិតថាខ្លួនឯងមិនអាចកែកំហុសនេះបានបន្ថែមពីលើនេះពួកគេមិនស្ដាប់យោបល់អ្នកដទៃហើយសុខចិត្តឲ្យខ្លួនឯងបរាជ័យតាមសម្រួលទៅវិញនេះដោយសារតែភាពក្រអត់ក្រទម
មនុស្សឆ្លាតដឹងថាការឆ្លុះបញ្ចាំងពីខ្លួនឯងក៏ជាការរីកចម្រើនមួយប្រភេទផងដែរមានតែការកែប្រែចំណុចខ្វះខាតរបស់ខ្លួននិងកែតម្រង់ផ្លូវខ្លួនឲ្យទាន់ពេលប៉ុណ្ណោះទើបអាចដើរចេញពីភាពងងឹតទៅរកពន្លឺពេលខ្លះអ្នកអាចទទួលយោបល់អ្នកដទៃដោយការដាក់ខ្លួនដើម្បីកុំឲ្យខ្លួនយើងមានកំហុសដដែលទោះយើងនៅខ្ពស់យ៉ាងណាក៏យើងមិនត្រូវភ្លេចមើលផ្លូវនៅក្រោមជើងរបស់យើងដែរដើម្បីកុំឲ្យខ្លួនយើងធ្លាក់ក្នុងភាពច្របូកច្របល់និងភាពអស់សង្ឃឹមមានតែការរិះសាទិសដៅច្បាស់លាស់និងកែតម្រូវជំហានរបស់យើងគ្រប់ពេលវេលាប៉ុណ្ណោះទើបយើងអាចឆ្ពោះទៅកាន់ផ្លូវនៃពន្លឺដ៏ប្រសើរនាពេលអនាគតយើងតែងតែមានកំហុសជាច្រើននៅក្នុងជីវិតប៉ុន្តែដរាបណាយើងរក្សាកប្បកិរិយាចេះដាក់ខ្លួនចេះបើកចិត្តទូលាយនៅពេលដែលយើងជោគជ័យនិងមានទំនុកចិត្តនៅពេលដែលយើងបរាជ័យមានតែវិធីនេះទេដែលអាចឲ្យយើងរក្សាខ្លួនឲ្យស្ថិតស្ថេរមានលំនឹងខាងក្រោមនេះជាចំណុចទាំង5ដែលអាចឆ្លុះបញ្ចាំងខ្លួនឯងថាអ្នកជាមនុស្សមានអំណួតឬគ្រាន់តែជាមនុស្សមានមោទនភាពនិងមានភាពជឿជាក់លើខ្លួនឯងទី1មោទនភាពតែងតែមានទំនុកចិត្តលើខ្លួនឯងខណៈដែលមនុស្សក្រអឺតក្រទមមិនមានទំនុកចិត្តលើខ្លួនឯងទេមនុស្សមានមោទនភាពដឹងពីអ្វីដែលពួកគេធ្វើជាធម្មតាពួកគេគឺជាចៅហ្វាយនៃវិជ្ជាជីវៈឬជំនាញរបស់ពួកគេហើយពួកគេតែងតែចូលចិត្តធ្វើអ្វីៗឲ្យបានត្រឹមត្រូវជាធម្មតាពួកគេពូកែធ្វើអ្វីៗហើយតែងតែពូកែដោះស្រាយបញ្ហាដោយសមហេតុផលពួកគេមិនជួយចិត្តរញ៉េរញ៉ៃច្រើនទេពួកគេក៏មិនចង់ខ្ជិះខ្ជាយពេលវេលាដូចគ្នាមនុស្សក្រអឺតក្រទមតែងតែប្រើភាពក្រអឺតក្រទមរបស់ពួកគេដើម្បីបិទបាំងភាពធ្វេសប្រហែសនិងភាពអសមត្ថភាពរបស់ពួកគេឲ្យកាន់តែជ្រៅពួកគេដឹងថាពួកគេមិនអាចធ្វើអ្វីបាននៅអ្វីដែលពួកគេកំពុងធ្វើនោះទេពួកគេពោពេញដោយការសង្ស័យតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថាមនុស្សក្រអឺតក្រទមជាមនុស្សដែលមានការអៀនខ្មាសទី2មនុស្សមានមោទនភាពប្រើសម្ដីដោយប្រាជ្ញាឬឯមនុស្សក្រអឺតក្រទមជាធម្មតាប្រើសម្ដីខ្លាំងនេះជាហេតុផលសំខាន់2ដែលមនុស្សមានមោទនភាពតែងតែនិយាយដោយប្រាជ្ញាចំណុច1ពួកគេតែងតែនិយាយចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេចំណុចទី2ជាធម្មតាពួកគេធ្វើការសម្រាប់ខ្លួនឯងហើយគ្រប់គ្រងគំនិតរបស់ពួកគេដោយផ្ទាល់ពួកគេដឹងថាមោទនភាពរបស់ពួកគេកើតចេញពីចំណុចសំខាន់ទាំងពីរខាងលើដូច្នេះការនិយាយដោយទំនុកចិត្តនិងការលើកទឹកចិត្តអ្នកដទៃកើតឡើងដោយធម្មជាតិទី3មនុស្សមានមោទនភាពគិតថាមនុស្សគ្រប់រូបសមនឹងទទួលបានការរាប់អានស្មើគ្នាខណៈដែលមនុស្សក្រអឺតក្រទមគិតថាខ្លួនឯងអស្ចារ្យជាងអ្នកដទៃមនុស្សដែលមានមោទនភាពមានការគោរពខ្លួនឯងខ្ពស់ប៉ុន្តែពួកគេជឿថាក៏មានអ្នកល្អដូចខ្លួនដែរទី4មនុស្សមានមោទនភាពមើលឃើញការខិតខំប្រឹងប្រែងមួយជំហានម្ដងអាចឆ្ពោះទៅរកភាពជោគជ័យប៉ុន្តែមនុស្សក្រអឺតក្រទមគ្រាន់តែស្វែងរកឱកាសប៉ុណ្ណោះការសិក្សាបានបង្ហាញថាមនុស្សដែលមានមោទនភាពគឺផ្ដោតលើសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកគេហើយវាជាគន្លឹះនៃភាពជោគជ័យរបស់ពួកគេពឹងផ្អែកយ៉ាងខ្លាំងលើខ្លួនឯងខណៈពេលដែលពួកគេតែងតែត្រៀមខ្លួនដើម្បីស្ដាប់ដំបូន្មានរបស់អ្នកដទៃចំណែកឯមនុស្សក្រអឺតក្រទមចាត់ទុកភាពជោគជ័យជាសំណាងដូច្នេះពួកគេតែងតែរង់ចាំឱកាសល្អបំផុតទី5មនុស្សដែលមានមោទនភាពតែងតែសរសើរក្រុមរបស់គាត់ប៉ុន្តែមនុស្សដែលក្រអឺតក្រទមតែងតែចង់យកកិត្តិយសទាំងអស់សម្រាប់ខ្លួនឯងមនុស្សដែលមានមោទនភាពដឹងថាអំណាចស្ថិតលើការងារជាក្រុមដូច្នេះពួកគេតែងតែសើមិត្តរួមការងារទាំងអស់ពួកគេដឹងថាការធ្វើបែបនេះពួកគេមិនបានបាត់បង់អ្វីទាំងអស់ប៉ុន្តែគ្រាន់តែផ្ដល់អំណាចដល់មនុស្សជុំវិញខ្លួនប៉ុណ្ណោះមនុស្សក្រអឺតក្រទមគិតតែពីភាពជោគជ័យរបស់ខ្លួននៅពេលដែលពួកគេធ្វើការងារជាក្រុមបន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់គេនឹងឡើងឆាកដើម្បីទទួលយករង្វាន់តែម្នាក់ឯងប៉ុណ្ណោះ